រស់នៅជាមួយអ្នកនាងយ៉ាងម៉េចដែរមានយ៉ាងម៉េចមានក្តីសោកមួយថ្ងៃក្តីសោកខ្លាំងណាស់ខ្លាំងរាល់ថ្ងៃអ្នកនាងនេះនៅលាវចង់បានប្តីអត់អីតែពាក្យពួកឯងជាខ្ញុំតែខ្ញុំរកគូបាត់ខ្ញុំយកប្តីហ្នឹងហើយអាយុប្រហែលហើយឥឡូវនេះ16ងាប់16មកឡើងកាចាស់ហើយណានៅជាមួយគ្នាអត់ជួយលើកគ្នាបង្អាប់អញទៀតកាច់យកចង់និយាយថាមកយ៉ាងម៉េចគេថាអញ្ចឹងហើយហេយប់មិញអញយល់សប្តាហ៍ដល់គូចាស់ពីដើមថាចេះពេលដែលយើងយល់សប្តាហ៍ឃើញពោះចឹកនោះគឺយើងដល់គូយប់មិញអញយល់សប្តាហ៍ឃើញពោះវែកចឹកអញប៉ាក់អញតិចអញដល់គូហើយចឹកឡៃណាអីយប់មិញគេចឹកចំកាពះគូតអីដល់គូបាត់អីដឹងនេះសង្ស័យណាអីបើអញដល់គូអញយកប្តីមុនអ្នកនាងហើយចាស់ញាក់ភ្នែកអត់ចាញាក់ខាងស្ដាំម៉ែងថាចំណាំមានលៀបតែអ្នកនាងថាបើសិនក៏មិនទាន់បានប្តីទេពួកយើងពីរអ្នកនេះក៏មិនទាន់បានប្តីដែរអីហើយអ្នកនាងអត់យកប្តីហ្មងអត់អញយកប្តីទ្រាំមិនបានទេចាអញអើយគូអញមកហើយអញថាពោះចឹកមកប៉ាក់ឆត់មកយកសោបណាអូយម៉ាអញស្អាតណាស់អូយអញខ្ញុំសួរបងអើយបងជំរាបសួរបងអត់ខ្ញុំសុំសួរបន្តិចបានទេចាអត់វិមាននេះជាវិមានកៅមែនទេវិមាននេះមែនទេបាទហ្នឹងហើយវិមានអ្នកនាងរបស់ខ្ញុំវិមានកៅធំណាស់ណោះចាវិមានរបស់អ្នកនាងខ្ញុំធំខ្លាំងណាស់មានប្រាក់ក៏ច្រើនដែរអញ្ចឹងហ៎ចាខ្ញុំមកនេះគឺខ្ញុំចង់ជួបម្ចាស់វិមានដើម្បីសុំកិច្ចការងារធ្វើនៅក្នុងវិមាននេះបងសុំត្រឹមខ្ញុំក៏បានដែរខ្ញុំឲ្យធ្វើបើឲ្យចង់ធ្វើអីបាយធ្វើមកធ្វើស្អីធ្វើការហ្នឹងណាហើយបាយគិតអីគេម៉េចអើយស្អីគេអត់ទៅបងចាំតិចបងចាំតិចខ្ញុំរៀបចំឲ្យធ្វើនៅឲ្យឈាមចាំខ្ញុំឲ្យធ្វើយ៉ាងម៉េចនេះឥឡូវនេះក៏មកសុំជួបអ្នកនាងប៉ុន្តែសម្រស់ក៏ស្អាតបាតមើលទៅក៏រៀងសង្ហាតែតោះបន្តិចក៏ជាអ្នកក្រតិចខ្លាចតែអ្នកនាងមិនជួបទៅអីគេមកសុំរកការងារធ្វើគិតរឿងក្រឲ្យមានទូមានក្រសំខាន់យ៉ាងរើមនុស្សដែរណាស្អាតមានតិចចោលចឹងអីបើខ្ញុំនិយាយចឹងណាឥឡូវមិននេះហេបើចោលលួចបេះដូងអញក៏លួចបើឲ្យដល់ណាហើយណាបើគាត់ចង់ជប់អ្នកនាងមានតែហៅអ្នកនាងឲ្យគាត់ជប់ហ្នឹងឯងអញ្ចឹងទៅហៅអ្នកនាងមកចឹងបងអង្គុយនៅទីហ្នឹងហើយទៅអ្នកនាងរបស់ខ្ញុំគាត់ជើញមកហើយអ្នកនាងអើយគូព្រេងខ្ញុំមកសុំធ្វើអ្នកនាងគូព្រេងខ្ញុំមកសុំធ្វើអ្នកនាងឲ្យគាត់ធ្វើមួយខ្ញុំបកាច់យកបាច់តែនិយាយអញ្ចឹងទៅគូព្រេងខ្ញុំយប់មិញខ្ញុំយល់សពឃើញពោះចាក់គូតឥឡូវគូព្រេងខ្ញុំហើយអ្នកនាងឯងបាយមើលក្រោយខាងក្រោយមែនទេរៀបចំឲ្យម៉ៃដងទៅអ្នកនាងចាជើញមកចង់នេះលោកប្រុសមកជួបខ្ញុំនៅកាយទៅលោកប្រុសខ្ញុំនឹងចាំពាក្យសម្ដីរបស់អ្នកនាងថ្ងៃមុនចាអ្នកនាងថាបើសិនជាខ្ញុំខ្វះកិច្ចការងារធ្វើឲ្យមករកអ្នកនាងចោះប្រកាសជាមានការងារច្រើនលោកប្រុសដល់ត្រូវលោកប្រុសធ្វើតែចេះលោកប្រុសហាបាទលោកប្រុសមើលចុះលោកប្រុសស្គាល់នេះអត់ខ្ញុំមិនស្គាល់ទេស្គាល់តែអ្នកនាងកងអញថានៅអស្ងៀមប្រកាច់អាចចាលោកប្រុសស្គាល់នេះលោកប្រុសអត់ខ្ញុំអត់ស្គាល់ទេទុកអញអ្នកនាងឈឺកអាចចាលោកប្រុសស្គាល់នេះលោកប្រុសអត់នឹងក៏បងមាសអ្នកនាងអញថានៅអស្ងៀមអ្នកនាងឈឺកពីកាលខ្លាចគាត់អត់ស្គាល់បើសិនជាលោកប្រុសមិនស្គាល់ទេ
ខ្ញុំចង់សួរលោកប្រុសទៀតឲ្យលោកប្រុសបានស្គាល់ សួរអ្វីទៅ លោកប្រុសឃើញទេនេះលោកប្រុសសត្វតែមានប្រាក់ទាំងអស់តែខ្ញុំសន្សំមកទុកជាយូរឆ្នាំណាស់មកហើយលោកប្រុសឃើញទេលោកប្រុសស្គាល់អត់ បានន័យថានេះជាមាសប្រាក់ពិតមែនទេ អចាចា មិនក៏ច្រើនម្ល៉េះអ្នកនាង អើយចុះលោកប្រុសអ្នកមានតែប៉ុណ្ណឹងគេមានច្រើនទេណាលោក ខាងនេះក៏មានទៀតច្រើនណាស់ ចា ជីជា500លោកប្រុស470 តើនៅផ្ទះរបស់ខ្ញុំតាប៉ិនកញ្ចក់ដៃក៏គ្មានដែរ អញ្ចឹង បាទ បើលោកប្រុសអត់ទេផ្លឹបហ្មង ចេបើលោកប្រុសមិនយកទាស់ទេលោកប្រុសធ្វើការទីនេះទៅប្រកាសជាបានមានប្រាក់នេះជាសំខាន់ទេ អញ្ចឹងហ៎បាត់កណាដែលខ្ញុំធ្វើការនៅទីនេះខ្ញុំបានមានប្រាក់ដូចនាងអញ្ចឹងមែនទេ ចា អូខ្ញុំសុខចិត្តធ្វើ អូបើសិនជាលោកប្រុសសុខចិត្តធ្វើទៅហើយស្វឿនស្វើញយកលោកប្រុសទៅរកការងារធ្វើការស្រាលងាយ ខ្ញុំអរគុណហើយ ចា អេ អាចារ្យជើញចង់យ៉ាងម៉េចហើយការងារ អ្នកនាងការងារខ្ញុំរៀបចំរួចហើយប៉ុន្តែមានអារម្មណ៍ថាតិចធ្លាក់ខ្យល់មកដូចចង់បានប្តីមិនដឹងទេអ្នកនាង ប្រកាសយោអញកំមុំចាស់អញមិនទាន់ចង់បានប្តីផង ល្ងាខ្លាំងណាស់អ្នកនាងអើយចង់បានភួយសាច់ ចេះចង់ចាំខ្ញុំបានភួយសាច់មុនឯងចាំឯងយកចាស់ នឹងកាលណាអ្នកនាងបានភួយសាច់ទៅ តែចិត្តបានហើយ មើលឃើញហងណាំង តែនៅចិត្តនឹង នឹងអាណាផង បើចង់ដឹងណាំងតាមមើល ចង់អអ្នកនាង នេះខ្ញុំធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅស្រុកមួយធ្វើដំណើរកាន់តែឆ្ងាយទៅហើយខ្ញុំបានសម្លឹងមើលអស់អាណាប្រជានារីទាំងអស់គេមានសេចក្តីសុខណាស់ក្រោមលំដុតត្រជាក់របស់បិតារបស់ខ្ញុំផ្សងព្រែកកាត់ព្រៃចិត្តទេសានស្រណោះងែដល់អាណាប្រជានារីព្រោះគេបានសុខេសាទធ្វើដំណើរឆ្លងកាត់ចិត្តទេសានរិយារីខ្ញុំបាទសប្បាយក៏គុណសម្រាប់ធម្មជាតិចិត្តខ្ញុំសែនសប្បាយក្នុងចិត្តពេលឃើញគេបានសុខដោយគុណព្រះបិតាថ្លៃខិតខំមើលថែរក្សា ខ្ញុំមិនដែលឃើញឆ្កែអំពីព្រះនគរនោះទេចាប់តាំងអំពីខ្ញុំធំពេញវ័យរស់នៅក្នុងព្រះដំណាក់ដែលមានសេចក្តីសម្បការទាំងអស់គេតែងតែមើលថែខ្ញុំគ្រប់ពេលវេលាតែនេះខ្ញុំបានឃើញឆ្កែអំពីព្រះនគរដើម្បីធ្វើដំណើរមើលការរស់នៅរបស់ប្រជារាស្ត្រក្រោមការគ្រប់គ្រងរបស់ព្រះបិតារបស់ខ្ញុំពេលនេះខ្ញុំសប្បាយនៅក្នុងចិត្តណាស់ដែលឃើញប្រជារាស្ត្រទាំងអស់គេមានសេចក្តីសុខ
រស់នៅតាមសមាជីវរកស៊ីដល់ក្តីសុខសាន្តរបស់គេបងដុល្លារនេះបងធ្វើដំណើរអីយូរខ្លាំងម្ល៉េះដើរអត់ដេកយាយដេកអស់ហើយណ៎អីណាអីដើរដល់ណាទៀតលោកអើយរយជើងអត់ជួលអាតុកទេអីណែបងដុល្លារនេះយើងធ្វើដំណើរមិនមែនធ្វើដំណើរគ្រាន់តែកំសាន្តនោះទេគឺយើងធ្វើដំណើរដើម្បីគឺជាកិច្ចការដ៏ធំរបស់ខ្ញុំបានសម្លឹងទៅមើលប្រជានារីរបស់ខ្ញុំទាំងអស់គេខិតខំប្រឹងប្រែងប្រកបបុករបររកស៊ីរៀងខ្លួនពេលដែលខ្ញុំឃើញប្រជានារីរបស់ខ្ញុំខិតខំប្រឹងប្រែងរកស៊ីមានសេចក្តីសុខបែបនេះខ្ញុំក៏សប្បាយចិត្តខ្លាំងដែរញ៉ៃដើរប្រជានារីដើរតាមភូមិនឹងដើរយូរឥឡូវខ្ញុំចង់បានប្រពន្ធណាឥឡូវបងឯងចង់បានប្រពន្ធហ្នឹងណែបងដុល្លារបើសិនជាបងឯងចង់បានប្រពន្ធណាបងឯងសម្លឹងមើលស្រីនៅក្នុងស្រុកភូមិណាក៏ដែរឲ្យតែបងឯងពេញចិត្តប្រាប់ខ្ញុំមកចុះខ្ញុំនឹងស្អីទៅនឹងគេយកមកធ្វើជាប្រពន្ធរបស់បងអត់អីទេគ្រូទាយប្រាប់ហើយថាគូខ្ញុំឆិតដល់ហើយអញ្ចឹងបញ្ជាក់ថាបងទៅមើលគ្រូទាយរួចហើយណាអញ្ចឹងគ្រូទាយបញ្ជាក់ថាគូប្រេងបងចិត្តដល់ហើយតើគូប្រេងបងរូបរាងយ៉ាងម៉េចគេនៅឯណាតើបងជួបគេក្នុងពេលណាតើលោកគ្រូទាយនោះមានប្រាប់បងទេគ្រូទាយនឹងគេអត់ប្រាប់បងទេប៉ុន្តែគេថាពេលណាដែលជួបគូពេលនោះហើយគឺអនាគតរបស់ខ្ញុំអូនដុល្លារពាក្យនេះខ្ញុំក៏ចេះនិយាយដែរពេលណាដែលយើងដល់គូគឺដល់គូនឹងហើយណាប៉ុន្តែគេផ្ដាំតគ្នាហើយផ្ដាំថាយ៉ាងម៉េចទៅបងនឹងប្រាប់ថាមុននឹងយកប្រពន្ធគិតគូឲ្យវែងឆ្ងាយកុំយកប្រពន្ធណាដែលអាក្រក់គេមើលងាយអាណាល្អយើងចាំយកណែបងដុល្លារធម្មតាគូស្រករពាក្យថាជីវិតគូនោះខ្ញុំខុសមួយហើយអញ្ចឹងមិនចេះថាបងធ្វើពីប្រពន្ធហើយគេថាល្អយកត្រូវប៉ាន់ហើយយកមួយឯងខុសហើយមកមិនទាន់បានមួយខែទាន់មកអាលាយលុយខ្ញុំខ្ទេចហើយអ្វីបានជាអាលាយលុយបែបនេះនឹងមួយថ្ងៃមានគិតអីឃើញតែអនឡាញតម្លាក់លេខតម្លាក់ទីតាំងបេះលៀបណែបងប្រុសធម្មតាមនុស្សស្រីបើសិនជាយើងយកគេធ្វើជាប្រពន្ធហើយនោះដូច្នេះគួរតែចាប់ដៃគ្នាអស់មួយជីវិតទៅណាងឥឡូវតោះយើងញ៉ាប់ធ្វើដំណើរតទៅទៀតបងព្រោះថាបញ្ញាប់ចូលវៀងវិញទៀតខ្ញុំមានរឿងមកចង់ប្រាប់បងមួយប្រាប់រឿងអីគេពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់រកស្រុកភូមិទាំងអស់នេះខ្ញុំសប្បាយចិត្តហើយតែខ្ញុំបានលើសូរដំណឹងអ្នកស្រុកអ្នកភូមិគេនិយាយថានៅខាងមុខមានវិមានកែវមួយដែលគឺជាវិមានរបស់មហាសេដ្ឋីស្រីនេះមហាសេដ្ឋីម្នាក់ដែលគេមានទ្រព្យសម្បត្តិស្ដុកស្ដំណាតែគេធ្វើការរកស៊ីគឺចងការប្រាក់អញ្ចឹងតែសេដ្ឋីនេះនោះយកការប្រាក់ថ្លៃណាស់ដូច្នេះអ្នកដែលទៅចងការគេតែងតែរអ៊ូរទាំរឿងការប្រាក់ថ្លៃដូច្នេះខ្ញុំក៏ចង់ដឹងថាតើគេរកស៊ីកេងប្រវ័ញ្ចគៀបកម្លាំងរបស់គេនេះតើគេមានគិតអាណិតទៅដល់កម្លាំងយោឈាមរបស់អ្នកក្រីក្រទេឥឡូវចេះដូច្នេះខ្ញុំចង់ធ្វើដំណើរចូលទៅក្នុងវិមាននោះតែម្ដងបងចង់ដឹងថាវិមាននឹងគេចងការប្រាក់ម៉ានអញ្ចឹងបងធ្វើដំណើរទៅជាមួយខ្ញុំចង់ដឹងថាតើម្ចាស់វិមាននោះគេរកស៊ីសុចរិតឬមួយក៏រកស៊ីកេងប្រវ័ញ្ចកម្លាំងយោឈាមរបស់អ្នកក្រីក្របាទអញ្ជើញលោកប្រុសតោះបញ្ញាប់ទៅវិមាននឹងតែម្ដងបាត់ដំណឹងមកសូនឆាំងចឹងអត់ឃើញបងត្រឡប់មកផ្ទះទេចៃមានជំងឺណាបងរាល់ថ្ងៃបែរសម្រានសម្រក់ទឹកភ្នែកព្រោះតែបែរនឹកបងពេកសុខទុក្ខយ៉ាងណាហើយបងហេតុអីបានជាមិនឃើញមកផ្ទះចឹងវិញ
យ៉ាអញសង្ស័យគូខ្ញុំមកយ៉ាង បុនដុល្លារនេះដូចជាមនុស្សស្រីកំពុងតែជាអីមិនដឹងទេនេះយើងធ្វើដំណើរកាត់ព្រៃនេះបងចុះទៅសួរគេទៅមើលតើគេគឺជាអ្នកណាហើយមកធ្វើអីនៅទីនេះ ចាំបងចូលសួរលោកអីអាយ៉ាគេអត់ឲ្យហើយដល់គូខ្ញុំមកយ៉ាងអីអូឯនេះគេខាងកលែងគូតដឹងនិយាយថាម៉េចទេញ៉ាខ្ញុំរំអ្នកនាងអាងរ៉ាំរ៉ៃណែពួកលោកគឺជាអ្នកណាហេតុអីបានជាមកដល់កន្លែងនេះហើយមិនព្រមហៅខ្ញុំយកដៃទៅកេះគូតខ្ញុំអញ្ចឹង ឲ្យចុះអាណាហើយទន់មកគូតលើទៅចឹងរហូត ខ្ញុំខំប្រឹងជីកដំឡងដីវារឹងពេក អូ តើតែប្រឹងទៅជីកបាន នេះខ្ញុំទាំងពីរអ្នកធ្វើដំណើរឆ្លងកាត់ព្រៃនេះឃើញអ្នកកំពុងតែអន់ងើបបែបនេះខ្ញុំក៏មិនហ៊ានសួរអ្នកនាងអើយបងរបស់ខ្ញុំក៏ទៅសួរអ្នកនាងណែនេះបងកំពុងធ្វើអីហ្នឹង គឺខ្ញុំកំពុងតែជីកដំឡង ជីកដំឡងនេះនាងគឺជាមនុស្សស្រីមកជីកដំឡងនៅកណ្ដាលព្រៃជ្រៅម្នាក់ឯងបែបនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ អត់ខ្លាច ទេព្រោះអីព្រៃនេះខ្ញុំមកជាមួយម៉ែជារៀងរាល់ថ្ងៃ បញ្ជាក់ថាអ្នកនាងមកទីនេះរាល់ថ្ងៃ បាត់មែនហើយ សូមរំខានអ្នកនាងបន្តិចហើយខ្ញុំធ្វើដំណើរឆ្លងកាត់ទីនេះក៏មិនដឹងជាធ្វើដំណើរទៅមុខទៀតចង់ធ្វើដំណើរទៅកន្លែងផ្សេងជាច្រើនទៀតតែខ្ញុំមិនសូវស្គាល់នៅតំបន់ទីនេះទេដូច្នេះចៃដន្យបានជួបអ្នកនាងក៏ចង់សួរនាំអ្នកនាងខ្លះណា អញ្ចឹងលោកចង់ទៅណានេះសូម្បីតែរូបរាងខ្ញុំមិនដែលឃើញលោកពីមុនឡើយលោកប្រហែលជាអ្នកនៅស្រុកឆ្ងាយមែនទេ ពិតមែនហើយ ចុះលោកមកឆ្លងកាត់ទីនេះលោកមានគោលបំណងចង់ទៅណាដែរ ខ្ញុំធ្វើដំណើរឆ្លងកាត់ទីនេះខ្ញុំចង់ចូលទៅក្នុងវិមានកែវតើអ្នកនាងធ្លាប់ឮឈ្មោះថាវិមានកែវទេ វិមានកែវ បាទ អូសំណាងហើយ នេះនាងស្គាល់មែនទេ ទេ បាទ អូសំណាងណាស់ដែលលោកបានជួបខ្ញុំ មកចេះថានាងស្គាល់ហើយមើលទៅ ការពិតខ្ញុំក៏អត់ស្គាល់ដែរ ហើយបើអត់ស្គាល់ទេហេតុអ្វីបានជានិយាយដូចជាស្គាល់ ឈ្មោះពីរោះពេក ខ្ញុំខំតែណែសប្បាយចិត្តស្មានតែអ្នកនាងស្គាល់ ទេខ្ញុំស្គាល់តែវិមានព្រៃ ណែអ្នកនាងហ៎និយាយចឹងនេះឈ្មោះអីតើ ខ្ញុំមែន បាទ ខ្ញុំឈ្មោះថាភេរី ឈ្មោះភេរី ចា ឈ្មោះភរុតាណែបើសិនជាអ្នកនាងអត់ស្គាល់ទេខ្ញុំក៏មិននឹងជាសួរយ៉ាងម៉េចទៀតដែរតែខ្ញុំសូមនិយាយជាមួយនាងបន្តិចទេចុះ ចា ខ្លួនគឺជាមនុស្សស្រីធ្វើដំណើរតែម្នាក់ឯងក៏ដល់ព្រៃបែបនេះគ្រោះថ្នាក់ណាស់នេះសំណាងជួបខ្ញុំគឺជាមនុស្សល្អបើជួបមនុស្សអាក្រក់ណាអ្នកនាងគឺជាមនុស្សស្រីមានរូបសម្បត្តិអ្នកស្អាតបែបនេះខ្ញុំគិតថាប្រហែលជាមិនរួចខ្លួនទេ ណែលោកច្បាស់ជាមិនយល់ទេព្រោះឯងខ្ញុំមកទៅសម្លៀកបំពាក់នឹងរូបរាងលោកគឺជាកូនអ្នកមានលោកមិនយល់ពីអារម្មណ៍អ្នកក្រហើយនឹងកូនអ្នកក្រដូចជាខ្ញុំឡើយទោះបីដឹងថាទៅទីនោះមានគ្រោះថ្នាក់ទៅទីនោះមួយចំហៀនគឺត្រូវស្លាប់ប៉ុន្តែដើម្បីជីវិតគ្រួសារដើម្បីខ្លួនឯងរស់ទោះបីជាត្រូវស្លាប់ក៏ត្រូវតែប្រថុយលោកមិនស្គាល់រសជាតិដែលរស់នៅពិបាករកព្រឹកខ្វះល្ងាចដូចជាគ្រួសារខ្ញុំទេរាល់ថ្ងៃគ្រួសារខ្ញុំក្រខ្ញុំមានជ័យចាស់ខ្ញុំមានម៉ែមានពុកប៉ុន្តែគ្រួសារខ្ញុំអត់មានប្រាក់ទេបានប្រាក់ត្រឹមតែបេះបន្លែយកទៅលក់នៅផ្សារខ្ញុំជីកដំឡងយកទៅលក់ បានហើយនេះមិនបាច់រៀបរាប់ទៀតទេបើសិនជានិយាយតទៀតនេះច្បាស់ជាសម្រាប់ទឹកភ្នែកនៅមុខខ្ញុំចាក់ជាពំខានគ្រាន់តែខ្ញុំលឺប៉ុណ្ណេះខ្ញុំយល់អំពីខ្សែជីវិតរបស់អ្នកនាងហើយប៉ុន្តែខ្ញុំកាត់មកខ្ញុំមិនដែលលំបាកប្រកាសណាស់ខ្ញុំមិនដែលដឹងថាជីវិតអ្នកនាងលំបាកយ៉ាងណានោះទេតែឥឡូវពេលនេះបានជាមានវាសនាបានស្គាល់គ្នាទៅហើយនោះថ្ងៃមុខថ្ងៃក្រោយ
បើសិនជាជួបខ្ញុំឬក៏ខ្ញុំជួបនាងយើងទាំងពីរនាក់ប្រកាសណាស់នឹងរាប់អានគ្នា ចា អញ្ចឹងពេលនេះណែខ្ញុំក៏មិនអាចនៅឈរនិយាយជាមួយនឹងអ្នកនាងយូរបានដែរបើសិនជាអ្នកនាងប្រញាប់អាចធ្វើដំណើរទៅមុនខ្ញុំក៏បាន ចាបានអីទេអញ្ចឹងខ្ញុំលាលោកទៅសិនហើយខ្ញុំប្រញាប់ជិះដំឡង សុខសប្បាយណា ចា ថ្ងៃមួយថ្ងៃក្រោយក៏មកម្នាក់ឯងអញ្ចឹងរកគ្នាមកជាមួយមកបាទទៅចោះនេះនាងគឺជាកូនចៅរបស់អ្នកណាទៅសំដីសំដៅរឹកពីទឹកមុខគូឲ្យអាណិតគូឲ្យស្រឡាញ់ណានេះពេលដែលខ្ញុំឃើញនាងភ្លាមហាក់បីជាមាននិស័យតែធ្វើមិនដេចខ្ញុំគ្មានឱកាសនៅឈរនិយាយជាមួយគេបានយូរទេនេះខ្ញុំកំពុងតែមានភារកិច្ចរបស់ខ្ញុំផ្ទាល់ផងដែរធ្វើដំណើរបន្តទៅមុខទៀតសួរអ្នកស្រុកអ្នកភូមិក្រែងគេបានស្គាល់នៅវិមានកែវខ្ញុំចង់ដឹងច្បាស់ថាតើវិមាននោះគឺជាវិមានរបស់អ្នកណាទៅ